ក៏ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះធ្វើត្រឡប់មកជួប admin សារជាថ្មីហើយយប់នេះក៏វាមិនខុសពីយប់រដងដែរបងប្អូនហ្នឹងហើយអញ្ចឹងសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់បានលើកឡើងហ្នឹងគឺតាក់ទងនឹងរឿងប្រពន្ធរបស់គាត់ដោយសារតែការបើសិននិយាយទៅគាត់ថាអត់បន្ទោសប្រពន្ធរបស់គាត់ទេចង់និយាយថាប្រពន្ធរបស់គាត់ហ្នឹងគឺស្រឡាញ់គាត់ខ្លាំងពេករហូតដល់ថ្នាក់គាត់ហ្នឹងគឺទៅជឿតាមគ្រូអាគមបងប្អូនអញ្ចឹងដូចជាមករយៈមុនដែរបងប្អូនហើយជាអាចនឹងដឹងខ្លះហើយប៉ុន្តែនេះមិនមែនជាសាច់រឿងរបស់គាត់ទេអាបឹកដែលអាចជាកន្លះខែមុនណាបងប្អូនគឺមានគេថាគ្រូអាគមណាដែលគាត់ដាក់ស្នេហ៍ឲ្យប្តីឬក៏ដាក់ស្នេហ៍យកប្តីគេអីហ្នឹងបងប្អូនប៉ុន្តែសាច់រឿងដែលអេដមានលើកឡើងគឺក៏វាជារៀងនឹងដែរអាចនិយាយថា 80% សម្រាប់សាច់រឿងមួយហ្នឹងទៅដូចនឹងរឿងដែលគេល្បីកាលពីកន្លះខែមុនបងប្អូនថ្ងៃនេះនិយាយរឿងឈឺកតិចបងប្អូនដោយសារតែវាអត់សូវស្រួលខ្លួនអញ្ចឹងណាហ្នឹងហើយអញ្ចឹងសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីបងដារ៉ូគាត់បាននិយាយថាប្រពន្ធរបស់គាត់ហ្នឹងគឺជឿតាមមិត្តភ័ក្តិរបស់គាត់ហើយណាគាត់ជឿជាក់តាមមិត្តភ័ក្តិរបស់គាត់ស្រីៗគ្នាគាត់ណាគាត់បាននិយាយថាបងតារ៉ូហ្នឹងគឺអត់សូវស្រឡាញ់គាត់ទេគេតែរៀបការឲ្យបានប្រហែល2ឆ្នាំហ្នឹងណាហើយគាត់គិតថាបងតារ៉ូហ្នឹងគាត់ថាគាត់ចង់បានកូនអញ្ចឹងតែប៉ុន្តែគាត់ហ្នឹងគឺគាត់មានកូននេះទេលក្ខណៈគាត់ការហើយដូចរយៈពេល3ឆ្នាំទៅចូលនឹងក្បែរ4ឆ្នាំអីអញ្ចឹងណាហើយចូលពេលបងតារ៉ូហ្នឹងគាត់ថាគាត់ចង់បានកូនមួយគាត់ថាយើងបន្លែងលេងទៅយើងបង្កើតគ្រួសារតូចមួយអីអញ្ចឹងណាហើយក៏វាមិនមានប៉ុន្តែគាត់ក៏មិនបានទៅបខំប្រពន្ធរបស់គាត់ដែរបងប្អូនគាត់ថាគាត់អត់ទេប៉ុន្តែមិនដឹងអាម៉េចគាត់ទៅជឿតាមមិត្តភ័ក្តិរបស់គាត់ហើយដល់ពេលជឿតាមមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏មិត្តភ័ក្តិរបស់គាត់ក៏បាននាំទៅក៏គ្រូអាគមហ្នឹងគេក៏បានប្រាប់តាមណែនាំហ្នឹងណាបងប្អូនដល់ពេលណែនាំទៅក៏គេនោះរបៀបថាគាត់ជ្រុល50គ្រូគេដាក់មក50អញ្ចឹងទៅហើយខ្ញុំនិយាយអញ្ចឹងបងប្អូនថាយល់ខ្លះមែនទេដល់ពេលចុះឡើងហ្នឹងក៏វាគេដំបូងគឺវាអត់បានផលទេអត់បានផលណាអញ្ចឹងលោកគ្រូហ្នឹងក៏គេថាតថែមអញ្ចឹងទៅហើយដល់ពេលធ្វើថែមគេថាធ្វើថែមមិនគេបានថាឲ្យបងនៃប្រពន្ធបងតារ៉ូហ្នឹងគឺមានឈ្មោះថាអាមីបងប្អូនអាមីហ្នឹងគឺគាត់ឲ្យគាត់ថានិយាយចេញទៅឈ្មោះប្រពន្ធរបស់គាត់ចាស់និយាយចឹងខ្ញុំនិយាយតាមគាត់បងប្អូនណាហ្នឹងអញ្ចឹងអាមីហ្នឹងគេថាឲ្យទៅនៅជាមួយនឹងលោកគ្រូនឹងប្រហែលជាមួយអាទិត្យទៅ2ដងដើម្បីឲ្យអាគមនឹងវាដាស់ឡើងអញ្ចឹងទៅបងប្អូនហើយអាមីក៏អញ្ចឹងទៀតបងប្អូនដោយសារតែរបៀបថាគាត់ជ្រុលអីអញ្ចឹងបងប្អូនហើយគឺថាមិត្តភ័ក្តិរបស់គាត់ធ្វើទៅបានផលតែយើងក៏មិនដឹងដែរបងប្អូនតោះឥឡូវយើងកុំឲ្យក្បាលវីដេអូវាបើកទៅវែងពេកយើងតាមសាច់រឿងលម្អិតទាំងអស់គ្នាហើយបងប្អូននឹងមុននឹងចូលសាច់រឿង admin ក៏សុំចិត្តហើយខ្ញុំក៏មិនជឿថាបងប្អូនកំណាញ់ក្នុងការចុចជាសញ្ញាកណ្ដឹងណាម្នាក់មួយផងបងប្អូនដើម្បីទទួលបានវីដេអូថ្មីទៀតឬក៏ជាកម្លាំងចិត្ត admin រាល់ធ្វើវីដេអូទាំងអស់ផងដែរអញ្ចឹងសាច់រឿងមួយនេះគឺបងតារ៉ូគាត់បាននិយាយថានៅក្នុងអំឡុង2021ហើយបងតារ៉ូហ្នឹងគឺគាត់ជាបុគ្គលិករោងចក្រទេហើយប្រពន្ធរបស់គាត់ក៏ជាបុគ្គលិករោងចក្រដូចគ្នាបងតារ៉ូគាត់ថាគាត់ស្គាល់ប្រពន្ធរបស់គាត់មុននឹងរៀបការចូលជិត10ឆ្នាំបងប្អូនចូលជិត10ឆ្នាំអញ្ចឹងពេលដែលគាត់រៀបការជាមួយប្រពន្ធរបស់គាត់គឺអត់មានសូវមានមិត្តភ័ក្តិច្រើនទេគឺអាចនិយាយថាបើសិនជាមិត្តភ័ក្តិដែលគាត់ស្គាល់ណាអាចថា6នាក់ឬក៏4នាក់ហ្នឹងដែលគាត់ដើរគ្នាគាត់បងប្អូនហើយគាត់ថាពួកគាត់ទាំង6នាក់ហ្នឹងគឺមិនចេះរញ៉េរញ៉ៃនិយាយទៅគាត់ថាចំណាំមើលចរិតពួកគាត់ទាំង6នាក់ហ្នឹងគឺដូចគ្នាតែម្ដងបងប្អូនដូចគ្នាហើយនៅពេលដែលគាត់តាក់ទងគ្នាហ្នឹងឬក៏រាប់អានមិត្តភ័ក្តិរបស់គាត់គាត់ក៏ស្គាល់ដែរតែណាគាត់ស្គាល់អញ្ចឹងទៅហើយពួកគាត់បងប្អូនណាបងតារ៉ូគាត់ថាសូមសរសើរហ្មងមិត្តភ័ក្តិគាត់6នាក់ហ្នឹងបើសិននិយាយពីមុខវិញគឺដូចគ្នាបងហើយចរិតដូចគ្នាបងប្អូនគាត់ថាប្រពន្ធរបស់គាត់បការកស៊ីណាបងប្អូនហើយបើសិននិយាយពីការសំលុយវិញគឺល្អខ្លាំងមែនតើលក្ខណៈគាត់ចេះយល់ចិត្តប្តីចេះហើយការទុកដាក់លុយកាក់ដែលប្តីរកបានអីចឹងណាអានឹងពេលដែលគាត់រៀបការហើយ
មិត្តភក្តិរបស់គាត់ក៏អញ្ចឹងដែរបងប្អូនគាត់ថាមិត្តភក្តិរបស់គាត់ដូចគ្នារៀបការហើយដូចជា3នាក់មុនគាត់ទៀតហើយពួកគាត់ទាំងហ្នឹងនិយាយទៅគាត់ថាមិនថានិយាយអួតទេណាបងប្អូនគាត់ថាមិត្តភក្តិរបស់គាត់ម្នាក់ពេលរៀបការហើយសល់លុយកាក់មានលុយទិញឡានជិះបងប្អូនធ្វើការរោងចក្របាត់មែនប៉ុន្តែសល់លុយសល់ឡានទិញជិះនិយាយទៅមកស្អាតបងប្អូនហើយទៅពេលហើយមួយចែកក្រោយហ្នឹងប្តីរបស់គាត់គាត់ក៏បាននិយាយការប៉ັດដែរគាត់ថាគាត់វិភាគដូចគាត់ការហើយកាលម្លង2022ណាគាត់រៀបការហើយហើយប៉ុន្តែគាត់ថាការស្រឡាញ់គ្នាគាត់ពីមុនគឺវាយូរឆ្នាំហើយអញ្ចឹងពេលការ2022ហ្នឹងគាត់ក៏ចង់បានកូនដោយសារគាត់ថាគាត់ហ្នឹងគឺប្រាក់ខែរបស់គាត់វាអាចមកសំរុំចង់បានកូនឬក៏មកអាចមានលទ្ធភាពទប់ទល់ចិញ្ចឹមគ្រួសារឬក៏ចិញ្ចឹមបីបាច់ថែសារកូនអញ្ចឹងណាចឹងគាត់អាចមានគ្រប់គ្រាន់ហើយអញ្ចឹងក៏គាត់សម្រេចចិត្តថាចង់បានកូនហើយនៅពេលដែលគាត់ចង់បានកូនស្រាប់តែវាមិនមានទេបងប្អូនអាហ្នឹងយើងក៏មិនដឹងដែរថាមានឬក៏មិនមានអីអញ្ចឹងណាអាហ្នឹងអាស្រ័យទៅលើសុខភាពរបស់យើងទេបងប្អូនណាហ្នឹងហើយប៉ុន្តែនៅពេលដែលមានអញ្ចឹងបងតារោក៏គាត់ធ្លាប់និយាយថាបើសិនជាជីវិតគាត់មានគ្រួសារហើយយើងអត់មានកូនអញ្ចឹងទៅថ្ងៃមុខវាទៅជាយ៉ាងណាអញ្ចឹងបងប្អូនគាត់ធ្លាប់និយាយលេងទេគាត់ទៅគាត់និយាយលេងសើចនិយាយសើចអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់ក៏អាសានិយាយលេងមួយប្រពន្ធរបស់គាត់តើតែពេលគាត់និយាយលេងទៅហើយគាត់ក៏វិភាគដូចអើយប្តីរបស់គាត់ណាបងតារោធម្មតាគាត់ជាប្រធានសហជីពនៅក្នុងរោងចក្រមួយកន្លែងដែលនៅភ្នំពេញយើងឯងហ្នឹងបងប្អូនខ្ញុំភ្លេចប្រាប់បញ្ជាក់បន្តិចហើយគាត់គឺនៅខេត្តកំពង់ស្ពឺបងប្អូនខ្ញុំភ្លេចប្រាប់មិញគាត់នៅកំពង់ស្ពឺប្តីប្រពន្ធគាត់គឺនៅស្រុកបែរគ្នានឹងឯងអញ្ចឹងហើយបងតារោគាត់ជាប្រធានសហជីពហើយគាត់ក៏មិនសូវនៅបានកន្លែងការងារគាត់បានគេថាជាប់លាប់ដែរដោយសារតែគាត់ដើរជាមួយនឹងជនជាតិបរទេសអញ្ចឹងណាគឺចិនអញ្ចឹងទៅអញ្ចឹងហើយនៅពេលដែលគាត់ថាធ្លាក់ដល់ម្លង2024ហ្នឹងឬក៏ចូល25គឺគាត់ក៏ឧស្សាហ៍និយាយគាត់ចង់និយាយថាគាត់និយាយពិភាក្សាមួយប្រពន្ធរបស់គាត់ណាបើយើងគាត់នៅតែបន្តអត់មានកូនអញ្ចឹងយើងត្រូវតែរកវិធីសាស្ត្រឬក៏យើងទៅសិក្សាជាមួយគ្រូពេទ្យអញ្ចឹងណាហើយអើយបងស្រីឬក៏ប្រពន្ធបងតារោគឺឈ្មោះអាមីហ្នឹងណាមនុស្សគាត់ចង់ថាគាត់ស្ដាយលុយបងប្អូនគាត់ថាប្រពន្ធគាត់ស្ដាយលុយហើយគ្រួសារគាត់ចង់មានលុយមានកាក់អីគេមានឡានជិះគេអញ្ចឹងណាអញ្ចឹងមិនថាគាត់ស្ដាយគាត់ថាបានហើយថាគាត់អើយខំបន្តិចគាត់ថាបានដែរប៉ុន្តែគាត់តែបន្ទោសហើយទេព្រោះសារប្រពន្ធគាត់ល្អបងប្អូនអញ្ចឹងគាត់ថាបើសិនជាចង់ទៅពេទ្យធម្មតាទៅពេទ្យមានតែលុយមែនទេបងប្អូនពេទ្យគឺលុយហើយអញ្ចឹងគាត់អត់ទេគាត់ថាចាំមើលទីសិនអីអញ្ចឹងណាតទៅពេលគាត់និយាយទៅប៉ុណ្្នឹងហើយគឺបងតារោហ្នឹងគាត់ក៏ចោះតាមខេត្តបងប្អូនគាត់និយាយចឹងហើយក៏បានពីថ្ងៃក្រោយក៏អាការងាររបស់គាត់វាត្រូវតាមខេត្តគាត់ថាសាខាដែលគាត់ធ្វើការហ្នឹងគឺវាមាន7នៅខេត្តកណ្ដាលគឺវាមាន2ចឹងទៅហើយនៅកំពង់សោមមាន1នៅកំពតដូចជាមានសាខាទុចមួយដែរអញ្ចឹងណាហើយក្រៅហ្នឹងគឺនៅភ្នំពេញទាំងអស់អញ្ចឹងប៉ុន្តែគាត់ថាភាគច្រើនគឺគាត់ចោះទៅខេត្តកំពតគឺច្រើនតែគាត់ទៅញឹកញាប់អញ្ចឹងពេលដែលគាត់ចោះទៅគាត់ក៏មិនសូវមានពេលមកផ្ទះដែរហើយជារាល់ដងគឺប្តីរបស់គាត់បងតារោហ្នឹងគាត់ឧស្សាហ៍មកលក្ខណៈថាកាលហ្នឹងគាត់មានម៉ូតូជិះដល់ពេលឥឡូវគាត់ជិះឡានជាមួយនឹងមេរបស់គាត់អញ្ចឹងគាត់ក៏មិនសូវមានពេលមកដែរជួនកាលគាត់ទៅមកទឹកដាច់ប៉ាត់មិនតែបានមកលេងប្រពន្ធតែប្រពន្ធនៅបន្ទជួតែឯងអញ្ចឹងណាអញ្ចឹងរហូតនៅពេលដែលគាត់ទៅចុះខែច្រើនលើច្រើនសារប្រពន្ធរបស់គាត់ចិត្តទៅសង្ស័យគាត់ហើយគាត់ក៏នៅតែព្យាយាមបញ្យល់ដែរបងប្អូនគាត់ថាគាត់ចុះតាណាអូនហើយទៅខាងបងទៅអីប្រចាំបងទៅអីបងលក្ខណៈចុះទៅការងារអីចឹងណាការងារទៅមិនបើចិនវាប្រើយើងមិនធ្វើមិនយើងស៊ីប្រាក់ខែគេបងប្អូនអញ្ចឹងតាគេព្យាទៅត្រូវតាអីហើយប្រាក់ខែគាត់រៀងគួរសមដែរយើងគេហៅថាស្មើនឹងសមត្ថភាពស្មើនឹងការងាររបស់គេតម្លាក់ឲ្យយើងណាអញ្ចឹងយើងត្រូវធ្វើតាមគេហើយប្រពន្ធរបស់គាត់គិតអត់ទេគាត់ស្ដាប់តាមមិត្តភក្តិរបស់គាត់អានេះបើសិនជាចំណុចមួយដែលអាចថាគាត់ជឿតាមគេណាគេថាបាជាប្រៃឲ្យបាយចិត្តហើយចង់បានកូនលើអត់មានកូនអីចឹងបងប្អូន
ចឹងគាត់ថាប្រហែលជាប្តីមីឯងគឺបាយចិត្តហើយចឹងហើយទៅរកទីផ្សារមួយដើម្បីឲ្យប្រពន្ធប្តីឯងមកលេងផ្ទះញឹកឬក៏មកលេងឲ្យញឹកអញ្ចឹងណាគាត់លើកឧទាហរណ៍មួយឧទាហរណ៍ថាបើសិនគេស្រឡាញ់យើងដល់ណាគេមកដែរដល់ជើងមេឃក៏គេមករកយើងដែរអញ្ចឹងណាគេនិយាយលេងសើចចុះគាត់ជឿមែនបងប្អូនតោះតែពេលអញ្ចឹងដំបូងឡើយហ្នឹងគឺគាត់ប្រពន្ធគាត់និយាយធំហ្មងគាត់ថាអើយបងឯងផាជាត្រូវស្នេហ៍អាចិតអស់ហ្នឹងហើយមើលទៅហើយសង្សារមិនទៅបងឯងសួយមានអ្នកថ្មីចោលអូនអីចឹងណាហើយទៅពេលប្តីប្រកបនេះបងទៅរកគាត់ថាអូនអូនបងប្រាក់ខែបងឲ្យអូនឯងទាំងអស់អញ្ចឹងណាតោះតែពេលមួយរយៈក្រោយនេះគឺបងសុំសំបន្តិចបន្តួចចង់បានម៉ូតូធំបើចង់បានម៉ូតូធំអញ្ចឹងទៅអញ្ចឹងក៏ដកលុយមួយខែ100ឬក៏50ជុកអញ្ចឹងទៅតែប្រហែលគឺឲ្យអូនឯងទៅអស់តាហើយអូនឯងគិតថាបងបាយចិត្តតាណាអញ្ចឹងណាពលហ្នឹងគឺអត់ទេមិនធ្លាប់មានបទពិសោធន៍បាត់ភ័ក្ររបស់ខ្ញុំមួយឯងគឺគេអញ្ចឹងគេអញ្ចឹងណាបងប្អូនហើយលើកឧទាហរណ៍គឺប្តីបើគេទៅគឺមានស្រីមែនអញ្ចឹងទៅហើយមកលើកដាក់ប្តីខ្លួនឯងអើយតែបើអញ្ចឹងបាទដែរបងប្អូនចឹងថាយើងត្រូវចេះជឿលើគ្នាកុំប្រច័ណ្ឌពេកនេះទៅលួយសងមិនកាន់ជើងប្រពកគ្នាឯងទេបងប្អូននេះគឺជារឿងពិតបងប្អូនមកផងណាអញ្ចឹងបងតារូនគាត់ថាមួយរយៈក្រោយគាត់ចុះមែនគាត់ថាមានដូចជាក្នុងអំឡុងពីចុងឆ្នាំ2025គាត់ថាប្រហែលជាចិត្តមួយខែពេញណាបងប្អូនចិត្តមួយខែពេញគឺគាត់អត់បានមកលេងប្រពន្ធរបស់គាត់ទេលក្ខណៈគាត់ចុះការងារខេត្តនិយាយទៅគាត់ថាដូចជាមួយខែពេញណាចឹងគាត់រវល់រហូតចឹងទៅគាត់អត់ស្គាល់មានពេលទេតើតែពេលដែលគាត់រវល់អញ្ចឹងបងប្អូនប្រពន្ធរបស់គាត់ក៏តាក់ទងមកគាត់សួរគាត់ចឹងណាមូលហេតុថាអីបានជាអត់មកលេងអូនអញ្ចឹងណាឬក៏មិនលេងប្រពន្ធអញ្ចឹងតើតែពេលហ្នឹងគឺគាត់ថាអំឡុងពេលហ្នឹងគឺការងារកន្លែងគាត់គឺមានរវល់ខ្លាំងមែនតើហើយការងាររបស់គាត់ក៏វាមានបញ្ហាអញ្ចឹងទៅអញ្ចឹងគាត់ថាបងអត់ទាន់ពេលអីចឹងណាតើតែពេលអត់មានពេលឬក៏គេហៅថាដូចជាមិនសូវល្វីល្វល់បងប្អូនមិនមែនថាគាត់មិនល្វីល្វល់ចង់លក្ខណៈតែគាត់ថាអត់សូវមានពេលអញ្ចឹងប្រពន្ធរបស់គាត់ហ្នឹងគិតទៅជាគិតថាគាត់ហ្នឹងគឺលក្ខណៈដូចជាបាយចិត្តអញ្ចឹងតែហើយការព្យាយាមក៏ដោះស្រាយរឿងការងារប្រកបពលឺទៅតនអញ្ចឹងណាប៉ុន្តែវានៅតែមានបញ្ហាអញ្ចឹងរហូតដល់ថាប្រពន្ធរបស់គាត់តែជឿលក្ខណៈមួយខែទៅមួយខែណាវារវល់មែនគាត់ថាគាត់អញ្ចឹងគាត់ថានិយាយរវល់មែនតើដល់ពេលរវល់អញ្ចឹងប្រពន្ធរបស់គាត់គិតតែរករឿងគាត់រហូតដល់គាត់ថានិយាយទៅដល់ថ្នាក់គឺប្រពន្ធរបស់គាត់សុំគាត់លែងតែម្ដងបងប្អូនសុំគាត់លែងដោយសារតែថាគាត់អត់សូវមានពេលឲ្យគាត់អញ្ចឹងឬក៏អត់សូវមានពេលគេហៅពេលវេលាដែលនៅក្បែរគ្នាអីអញ្ចឹងបងប្អូនថាគាត់ហ្នឹងគឺមានអ្នកថ្មីអញ្ចឹងទៅប៉ុន្តែគាត់ហ្នឹងគឺពេលហ្នឹងគឺជាប់ការងារបាត់មែនហើយនៅក្នុងអំឡុងពេលហ្នឹងគាត់ថាព្យាយាមដោះស្រាយយ៉ាងណាក៏ដោយប្រពន្ធរបស់គាត់គឺគេហៅដល់ដំណាក់កាលចុងក្រោយបងប្អូនលក្ខណៈដំណាក់កាលដែលគាត់និយាយលេងស្ដាប់ហើយប្រពន្ធរបស់គាត់គឺសុំតែគាត់លែងលះតែម្ដងតដល់ពេលហ្នឹងគឺគាត់ក៏គេហៅថាជំរឿសទី1ដែលគាត់ថាស្រឡាញ់ប្រពន្ធណាគាត់ថាការងារគឺលែងចង់បានណាអញ្ចឹងគាត់ក៏វិនិច្ឆ័យសុំមេប្រកួតហ្នឹងគឺមកបំពេញវិញទោះបីជាមេប្រកួតចាស់ថាមិនអោយឬក៏មិនគឺគាត់ត្រូវទៅហើយគាត់ថាគាត់លេងធំហើយព្រោះថាប្រពន្ធរបស់គាត់គឺលេងមែនតើហើយនៅពេលដែលគាត់មកអញ្ចឹងណាស្រាប់តែពេលហ្នឹងគឺគាត់មកដល់ផ្ទះខ្ទង់ហើយជាម៉ោង2យប់បងប្អូនមកដល់ផ្ទះហ្នឹងគឺគាត់កំពុងតែឃើញប្រពន្ធរបស់គាត់គេហៅថាគាត់អត់សុបាយចិត្តហ៎បងប្អូនអត់សុបាយចិត្តហើយគេនៅតែឯងអញ្ចឹងគាត់មកដល់ផ្ទះគឺឃើញប្រពន្ធរបស់គាត់ណាវាដូចទឹកមុខរបស់គាត់គឺអស់សង្ឃឹមមែនតើមិនដឹងថាការព្រួយបារម្ភរបស់គាត់យ៉ាងណាណាប៉ុន្តែពេលដែលគាត់គឺប្រពន្ធគាត់បើកទ្វារឲ្យភ្លាមហ្នឹងគឺគាត់ថាទឹកមុខទឹកមាត់អីរបស់គាត់ហ្នឹងគឺលក្ខណៈស្លេកខ្លាំងមែនតើហើយគេថាមនុស្សដែលគាត់ច្រើនបងប្អូនដល់ពេលទៅនិយាយរកប្រពន្ធគាត់អត់មករកទេអត់មករហូតដល់អាយឡើងពេលព្រឹកបងប្អូនគាត់ថាមួយយប់ហ្នឹងគឺគាត់ចង់ថាគាត់អត់មាត់រកគ្នាទេទោះបីគាត់មកឆ្ងាយខ្លាំងណាស់ប៉ុន្តែប្រពន្ធគាត់គាត់តែនិយាយជុំមកដល់ហើយគាត់បាននិយាយថាបងឯងប្រហែលជាត្រូវស្នេហ៍គេហើយអីចឹងណាគាត់និយាយប្រពន្ធគាត់ចឹងគាត់ថាបងឯងត្រូវស្នេហ៍គេហើយឥឡូវយប់ហ្នឹងមិនបាច់ទេដេកទៅអីចឹងណា
ក៏ស្ទែឲ្យបងតារ៉ូតែពេលអញ្ចឹងបងតារ៉ូដោយសារគាត់លួងប្រពន្ធរបស់គាត់គឺអត់បានទេក្នុងជិភ័យណាមកគាត់មកពីចម្ងាយអញ្ចឹងវាអស់កម្លាំងដែរបងប្អូនអញ្ចឹងគាត់ក៏សម្រាកទៅហើយនៅពេលដែលសម្រាកពេលហ្នឹងទៅគាត់ក៏មកលេងបានតែមួយថ្ងៃទេហើយគាត់ចង់និយាយថាគាត់និយាយមួយប្រពន្ធរបស់គាត់ហ្នឹងគឺប្រពន្ធរបស់គាត់ក៏ថាបងឯងហ្នឹងគឺប្រហែលជាត្រូវស្នេហ៍គេហើយអញ្ចឹងបានជាលេងវីលវលជាមួយរឿងគ្រួសារអញ្ចឹងណាហើយគាត់ក៏និយាយសុំទោសប្រពន្ធពេលហ្នឹងគឺគាត់យល់ផងអញ្ចឹងគាត់ក៏ឲ្យប្តីគាត់ទៅវិញទៀតដោយសារថាយើងនិយាយត្រូវរើគ្នាវិញអញ្ចឹងណាបងប្អូនអញ្ចឹងក៏គាត់ទៅឡើងការងារប្រកបវិញហើយមេប្រកបក៏ទៅឲ្យគាត់ដែរដោយសារតែការគិតថាគាត់នឹកប្រពន្ធអញ្ចឹងវានេះតែហាមានអីខ្លាំងជាងនឹកបងប្អូនមែនទេអញ្ចឹងមានតែសម្រាប់មកទាំងបង្ខំកន្លែងការងារណាដល់ពេលដែលមកហ្នឹងគាត់អត់ដឹងថាប្រពន្ធរបស់គាត់ហ្នឹងទៅរកគ្រូទេបងប្អូនគាត់ថាមួយថ្ងៃមួយគឺមានឈ្មោះថាពិសីគឺជាមិត្តភក្តិរបស់គាត់មិត្តភក្តិរបស់អាមីហ្នឹងត្រូវជាប្រពន្ធបងតារ៉ូហ្នឹងខ្ញុំសុំហៅអាមីអញ្ចឹងបងប្អូនដោយសារតែគាត់នៅក្មេងហើយគាត់ថាប្រពន្ធគាត់ឈ្មោះអាមីអញ្ចឹងខ្ញុំហៅតាមគាត់ដែរបងប្អូនណាហ្នឹងហើយអញ្ចឹងពេលដែលគាត់ជឿតាមមិត្តភក្តិរបស់គាត់ហ្នឹងអាស័យហ្នឹងពិសីបងប្អូនអាស័យតែជាមួយពិសីហ្នឹងពិសីគេប្រហែលគាត់មានគេថាគាត់ឆ្លងកាត់អារឿងទាំងអស់ហ្នឹងត្រូវគាត់ពីមុនថាប្តីរបស់គាត់ហ្នឹងគឺធ្លាប់មានអ្នកថ្មីចោលគាត់អញ្ចឹងណាហើយគាត់ក៏ដឹងដែរបងតារ៉ូហ្នឹងគាត់ក៏ដឹងដែរគាត់ក៏ដឹងថាពិសីគឺប្តីរបស់គេគឺយកប្រពន្ធគេគឺយកប្តីគាត់ទៅអញ្ចឹងប្រហែលជាអាស័យហ្នឹងគាត់ក៏ប្រាប់ថាអាមីប្តីអាមីឯងមកនិយាយទៅគេហើយគេដាក់ស្នេហ៍យកអីចឹងណាមុនស្នេហ៍មុនអីចឹងទៅប៉ុន្តែបងតារ៉ូពេលហ្នឹងគឺគាត់អត់ដឹងទេគាត់ថាក្នុងមួយរយៈក្រោយហ្នឹងណាមួយរយៈចុងក្រោយហ្នឹងគឺប្រពន្ធរបស់គាត់ពិចារណាគឺនៅជាមួយនឹងពិសីមែនតើហើយតែពេលចឹងទៅពេលខ្លះថ្ងៃអាទិត្យធម្មតារោងចក្រថ្ងៃអាទិត្យគេអត់ធ្វើការទេឬក៏ជាថ្ងៃសៅរ៍ម៉ោង 4 ហ្នឹងគឺចេញធ្វើការអញ្ចឹងណាប៉ុន្តែប្រពន្ធរបស់គាត់តែនិយាយថាគាត់ជូនពិសីទៅជួបគ្រូម្នាក់ដែលថាធ្លាប់ដាក់ស្នេហ៍ដាក់អីចឹងទៅតែគាត់ជូនទៅគាត់និយាយភាសាជូនពិសីទៅចឹងទៅប៉ុន្តែនៅក្នុងម្ដងពេលដែលគាត់និយាយអញ្ចឹងគឺក្នុងពេលហ្នឹងគឺមិនមែនជាពិសីអ្នកទៅជួបទេគឺជាអាមីនឹងឯងតែគាត់ទៅរកគ្រូមើលអញ្ចឹងណាហើយពេលហ្នឹងក៏ចៃដនជួបលោកគ្រូហ្នឹងបងប្អូនពេលហ្នឹងគាត់ដឹងថាលោកគ្រូម្នាក់ហ្នឹងតែទើបតែចេះទៀតបងប្អូនមិនដឹងថាគេចេះឬក៏មិនចេះទេហើយគាត់ចង់និយាយថាលោកគ្រូម្នាក់ហ្នឹងគឺខ្ទង់អាយុ28ឆ្នាំទេ28ឆ្នាំគឺដំបូងឡើយគឺលោកគ្រូដែលតាមមើលឲ្យប្រពន្ធរបស់គាត់ហ្នឹងគឺទើបតែចេះហើយលោកគ្រូហ្នឹងក៏ទើបតែត្រូវអំពើរបស់គេអាចនិយាយថាគាត់ទៅរកគ្រូមួយទៀតហ្នឹងគ្រូមួយទៀតហ្នឹងគឺគាត់ចេះអំពើដាក់អំពើដាក់ស្នេហ៍ដាក់អីចឹងទៅអញ្ចឹងគ្រូដែលបងពិសីឬក៏អាមីនេះទៅជួបដល់ហ្នឹងគឺទើបបញ្ចេះថាដោះអំពើហើយគេក៏សុំរៀនមុនអាគមពីលោកគ្រូមួយទៀតអញ្ចឹងទៅបងប្អូនណាអញ្ចឹងពេលដែលគាត់ចេះហើយគាត់ក៏នេះចេះខ្លះអញ្ចឹងទៅនិយាយចំចេះខ្លះអញ្ចឹងគាត់នេះចំពេលដែលអាមីហ្នឹងគាត់ទៅរកគ្រូមួយហ្នឹងគាត់ក៏ប្រាប់អាមីឲ្យចង់ថាយើងយកខែឆ្នាំមកអញ្ចឹងទៅឬក៏អាវឬក៏អីចឹងទៅហើយតែពេលដំបូងឡើយហ្នឹងគឺលោកគ្រូហ្នឹងក៏មើលឫស្សីអាមីហ្នឹងថាឫស្សីគាត់ធ្លាក់ចុះហើយប្តីប្រគាត់ក៏ធ្លាក់ជាងអាមីទៅទៀតអញ្ចឹងក្នុងអំឡុងពេលហ្នឹងគឺថាបងតារ៉ូហ្នឹងគឺត្រូវមានស្នេហ៍នារីម្នាក់គាត់ចេះតែថាណាថាត្រូវស្នេហ៍គេហើយគេអត់ឲ្យមកទេមកឯមុនគឺដោយសារតែម្នាក់ស្រីហ្នឹងថាមិននៅអញ្ចឹងទៅនៅឆ្ងាយអញ្ចឹងទៅវាសាបអញ្ចឹងទៅទៅវិញគឺគេត្រូវដាក់ថែមទៀតហើយអញ្ចឹងប្រហែលជាទៅទៀតហើយក៏មិនងាយមកដែរហើយវាចំពេលមួយបងប្អូនពេលហ្នឹងគាត់និយាយប្រាប់ចឹងហើយក៏គាត់បានតាក់ទងទៅប្តីរបស់គាត់នៅពេលដែលតាក់ទងទៅក៏វាជួបមែនបងប្អូនជួបលក្ខណៈប្រធានសហជីពនៅរោងចក្រមួយនៅក្នុងអំឡុងពេលហ្នឹងគាត់ថាខ្ទង់ប្រហែលជាម៉ោង 11 ថ្ងៃត្រង់ណាម៉ោងដែលគាត់ញ៉ាំបាយឬក៏ការជួបជុំមិត្តរួមការងារដែលនៅខេត្តកំពង់សោមហ្នឹងណាហើយក៏គេមាននិស្ស័យប្រុសមកនេះបងប្អូនតោះដល់ពេលចំប្រពន្ធគាត់ទេមកវីដេអូខលមកក៏វាស្របពេលដែរគាត់កំពុងតែញ៉ាំបាយធម្មតាយើងអង្គុយញ៉ាំបាយមិនអង្គុយខែជាជួជាអីចឹងបងប្អូនហើយដើរទៅវិញទៅមកចឹងទៅហើយក៏ជួបនារីម្នាក់នេះគឺដើរកាត់ក្រោយខ្នងចឹង
ហើយត្រូវចំពេលដែលអាមីកំពុងតែគិតច្រើនថាប្តីប្រកបត្រូវស្នេហ៍គេហើយទៀតនោះវាកាន់តែថែមទៀតអញ្ចឹងណាតោះតែពេលអញ្ចឹងទៅគេក៏រំលើកនិយាយរឿងវាត្រូវមកតែម្ដងបងប្អូនអាមីគឺគាត់ជឿលោកគ្រូក្មេងម្នាក់ហ្នឹងគឺជាគ្រូគុំហ្នឹងណាអញ្ចឹងគេក៏ឲ្យការសម្ងាត់មួយសម្រាប់ឲ្យអាមីត្រូវតែយកសក់ប្តីប្រកបចំនួន6សរសៃធ្វើមិនឲ្យយកសក់នេះសរសៃសក់យើងបងប្អូនសរសៃសក់របស់យើងយកឲ្យ6សរសៃឲ្យលោកគ្រូធ្វើមិនឲ្យបានគាត់ថាធានាអញ្ចឹងណាគាត់ថាធានាបើសិនជាដាក់ឲ្យប្តីគាត់មិនមកវិញទេគាត់មិនគិតពីសគុណគិតអីទេអីទំនឹបអីចឹងទៅបងប្អូនដោយសារពេលហ្នឹងគឺពិសីហ្នឹងគឺមិត្តភក្តិរបស់គាត់ហ្នឹងមិត្តភក្តិស្រីរបស់គាត់ហ្នឹងគាត់ក៏និយាយថាការពិសីក៏គាត់ធ្វើយ៉ាងដែរប៉ុន្តែមិនមែនលោកគ្រូម្នាក់ហ្នឹងទេគឺលោកគ្រូអាចនិយាយថាលោកគ្រូឪមួយទៀតចឹងទៅនេះគឺជាកូនសិស្សរបស់គាត់លោកគ្រូធំគាត់អត់ចោះមកទេអញ្ចឹងមានកូនសិស្សធ្វើណាអញ្ចឹងគាត់ធ្វើដូចគ្នាប៉ុន្តែពិសីគាត់ក៏មិនដឹងថាដកមិនដែរណាអញ្ចឹងថ្ងៃមួយគាត់ថាខកប្តីរបស់គាត់កុហកប្តីគាត់ដូចជាប្រហែលជាម៉ោង3ចិត្តភ្លឺគាត់ថារត់ដងឲ្យប្តីគាត់មកទេគាត់មកទៅបើជាលេវលណាគាត់ហៅមកក៏មកដែរអញ្ចឹងពិសីគាត់រកវិធីសាស្ត្រធ្វើម៉េចដើម្បីឲ្យប្តីគាត់មកគាត់ថាម៉ោង3ចិត្តភ្លឺបានខកប្តីរបស់គាត់ថាអើយគាត់ឈឺធ្ងន់ណាស់គាត់ត្រូវទៅពេទ្យអញ្ចឹងណាហើយគាត់ថាបើសិនជាបងអត់មកទេចាំជួបអូននៅពេទ្យអញ្ចឹងណាព្រោះថាបងឲ្យសៃជូនទៅពេទ្យហើយគាត់ឈឺចុកអញ្ចឹងតែគាត់ចេះកុហកណាហើយដល់ពេលអញ្ចឹងទៅបងតារ៉ូគាត់ថាគាត់មកតាំងយប់មែនគាត់ថាចេញមកទងមកជាម៉ោង4រហូតដល់ម៉ោងពេញយើងទងហាក់ជាម៉ោង8ព្រឹកគាត់ថាសុំអាឡានលឿនទៀតបងប្អូនណាសុំមកខាប់តិចព្រលឹងណាគាត់ថាឲ្យជន់មកឡានមួយតែឯងជិះមកហ្មងដល់ពេលដែលមកហ្នឹងក៏ឃើញប្រពន្ធគាត់គឺនៅក្នុងបន្ទប់ឡើយហ្នឹងគឺធ្វើការហើយគេនៅក្នុងបន្ទប់ថាពេលសួរទៅថាគាត់ឲ្យបានអនដែរអញ្ចឹងគាត់ក៏ចេញមកវិញអញ្ចឹងទៅប៉ុន្តែពេលហ្នឹងគឺមិនមែនថាទៅជាទៅពេទ្យប៉ិតទេគឺគាត់កុហកគាត់ទេបងប្អូនដល់ពេលកុហកអញ្ចឹងគាត់ក៏លបិបាលេងសុំប្តីបងខ្ញុំអូនសុំទៅសក់បងឯងសក់សរសៃសក់បងឯងចំនួន6សរសៃមើលហើយអីចឹងណាហើយពេលហ្នឹងគឺបងតារ៉ូហ្នឹងគាត់ថាប្រពន្ធមកគាត់លេងអីសាយចង់លេងអីប្លែកអីចឹងបងប្អូនធ្វើអីលក្ខណៈចរិតអីលេងប្លែកមែនទេតលេងប្លែកអញ្ចឹងបងតារ៉ូធ្វើគាត់សង្ស័យថាតទៅជប់ហ្នឹងគាត់ថាមកហាក់ជា3ថ្ងៃទេមកប្រពន្ធគាត់ណាហើយចាប្រពន្ធគាត់អន់គាត់ក៏នឹកថាជឿសម្រាប់ពីការងារច្រើនបើឈប់ច្រើនវាអត់លុយដែរបងប្អូនវាអស់ច្រើនណាស់ណាអញ្ចឹងគាត់ក៏មកដល់2ថ្ងៃហើយគាត់ទៅវិញហើយនៅពេលហ្នឹងគឺប្រពន្ធរបស់គាត់សុំគាត់ដកគឺបងតារ៉ូគាត់ថាអត់ឲ្យដកទេដកទៅអីអញ្ចឹងគាត់នឹកឃើញឆ្ងល់ដកទៅអីគាត់ហើយគាត់ក៏មិនបាននឹកឃើញថារឿងគ្រូរឿងអីដែរដល់ពេលហ្នឹងទៅប្រពន្ធរបស់គាត់លេងហក់កជ្រាបសក់ក៏អញ្ចឹងបងប្អូនបានមកខ្ញុំមែនប៉ុន្តែដាច់ផយផងអញ្ចឹងបងប្អូនណាដល់ពេលហ្នឹងទៅប្រពន្ធរបស់គាត់សុំទោសហើយមកលក្ខណៈថាចរិតអីប្លែកអញ្ចឹងទៅពេលដែលគាត់ធ្វើអាចរិតផ្លាច់ចឹងហើយយប់ឡើងឯងហ្នឹងត្រូវគាត់ទៅឡើងទៅវិញណាស្រាប់តែពេលហ្នឹងគឺបងតារ៉ូគាត់និយាយត្រង់គាត់ដូចជាហារ៉ារុស័យគាត់ឬក៏ភ្នោគាត់មិនដឹងទេយប់ហ្នឹងក្នុងវាជាម៉ោង11ជាងគាត់សម្រាប់តាំងម៉ោង8បងប្អូនអញ្ចឹង11ជាងស្រាប់តែបងតារ៉ូគាត់និយាយថាគាត់នឹងត្រូវគ្រូគេវត្ត3-4 ស្រែតៃខាងក្រោយខ្នងរបស់គាត់ហើយគេថាយកខ្សែអំបោះមកចងដៃគាត់អញ្ចឹងហើយដល់ថ្នាក់លក្ខណៈថាគ្រូហ្នឹងគឺខូខើចងខ្សែហើយចាប់គាត់ចងដៃជាមួយប្រពន្ធរបស់គាត់រហូតដល់ថ្នាក់គាត់ភ័យឡើងបែកញើសបងប្អូនភ័យឡើងបែកញើសហើយគាត់ភ្ញាក់ព្រឹតមកក៏ឃើញប្រពន្ធរបស់គាត់ដេកសើចបងប្អូនដេកសើចណាពីផាដូចមនុស្សយើងគេលក់ប៉ុន្តែគាត់សើចបងប្អូនសើចចឹងទៅគាត់ដាក់ប្រពន្ធរបស់គាត់ហើយគាត់គឺថាការថៃបានចេះដេកសើចរហូតអញ្ចឹងអញ្ចឹងណាវាឃើញប្លែកអញ្ចឹងណាបងប្អូនពេលហ្នឹងគឺបងតារ៉ូស៊ូទៀតប្រពន្ធគាត់ថាអត់ដឹងអីផងធម្មតាអញ្ចឹងណាប៉ុន្តែគាត់ឃើញប្រពន្ធរបស់គាត់យកអាសក់ដែលគាត់បានយកហូចបានពីថ្ងៃហ្នឹងគឺមករុំនៅដាក់លើក្បាលម្នាក់ប៉ុន្តែគាត់ថាគាត់មិនចាប់អារម្មណ៍ទេដំបូងគាត់ចាប់អារម្មណ៍ទេលក្ខណៈគាត់រុំហើយនៅក្នុងអាខ្សែអំបោះរុំមិនតិចទេប៉ុន្តែគាត់ថាទុកកន្លែងគាត់ទុកកន្លែងសំរុំអញ្ចឹងណាអញ្ចឹងយើងមើលទៅដឹងពេលហ្នឹងគឺបងតារ៉ូគាត់ក៏មិនសួរលេងដោដែរគាត់នឹកឃើញគាត់ជិលអញ្ចឹងណាបងប្អូន
ស្អែកឡើងគាត់ក៏ចេញដំណើរទៅស្រាប់តែពេលហ្នឹងគឺប្រហែលជាចន្លោះប្រហែលថ្ងៃគឺអត់ដឹងទេអាមីហ្នឹងគាត់ក៏ទៅជួបលោកគ្រូហ្នឹងលក្ខណៈទៅជួបលោកគ្រូហ្នឹងថាវាអត់តន់ស័ក្តិសិទ្ធទេវាចឹងថាដូចជាដាក់ហើយប៉ុន្តែអត់ឃើញបងតារ៉ូហ្នឹងគឺគាត់វិលត្រឡប់មករកអីចឹងណាអញ្ចឹងលោកគ្រូមួយហ្នឹងគាត់បានប្រាប់អាមីថាអាគមមកគាត់ឡើងអត់តន់ដល់ទេលក្ខណៈវាអត់តន់ដល់អញ្ចឹងតែហើយវាអត់តន់ស័ក្តិសិទ្ធទេតើអត់ធ្វើរឿងមួយទៀតបានអាមីឯងទទួលបានផលហើយប៉ិតតែម្ដងហើយតែសារពេលហ្នឹងគឺនិយាយចំគឺគេថាអាមីគាត់ជឿលើគ្រូនឹងខ្លាំងតែមែនតើហ្មងមិនមែនធម្មតាទេណាគឺជឿខ្លាំងមែនតើដល់ពេលជឿអញ្ចឹងទៅបងប្អូនមានណាគ្រូហ្នឹងគឺគាត់យើងនិយាយគាត់ស្ដាប់ទៅគឺលោកគ្រូក៏បាននិយាយត្រង់មុខអាមីឲ្យដេញឲ្យអាពិសីហ្នឹងគឺចេញចុះមកក្រោមមកហើយគាត់និយាយតែពីរនាក់អាមីទេហើយគាត់និយាយត្រង់តែម្ដងគាត់ឲ្យពិសីគឺនៅជាមួយនឹងគាត់ខ្ញុំនិយាយប៉ុណ្្នឹងយល់បងប្អូនណាឲ្យនៅជាមួយនឹងគាត់ទៅហើយគាត់នឹងធ្វើដាស់អាគមឬក៏គាត់ធ្វើអីដែលគាត់ចង់បានពីអាមីនេះគឺត្រូវតែបកគោលឲ្យគាត់ហើយអាគមគាត់នឹងឡើងគាត់ថាគាត់ហ៊ានធានាដាក់ជីវិតទៀតបងប្អូនណាដល់ស្នាក់ពេលហ្នឹងពេកធ្វើឲ្យអាមីគាត់ជឿគាត់ក៏លក្ខណៈថាស្រឡាញ់ប្តីខ្លាំងធ្វើអីក៏ព្រមណាស់ឲ្យតែប្តីគឺបានទៅវិញអញ្ចឹងពេលហ្នឹងគឺអាមីព្រមអត់តាមសំណុំពរអ្វីដែលលោកគ្រូបានសុំណាអញ្ចឹងគាត់ក៏ព្រមចន្លោះពេលហ្នឹងគឺបានដូចជាកន្លះខែរងចាំលទ្ធផលដែលលោកគ្រូបានប្រាប់ពេលហ្នឹងគឺអត់បានផលមកវិញទេរហូតបងតារ៉ូពេលដែលគាត់ទៅប្រពន្ធរបស់គាត់ទៅយំរហូតយំអត់ហែណាគាត់ឆ្ងល់ប្រពន្ធគាត់មានរឿងអីបានជាមានយំខុសពីធម្មតាណារដងគាត់និយាយសម្ដីខ្លាំងដាក់គាត់ប៉ុន្តែសារនេះទៅជាយំអញ្ចឹងទៅតោះតែពេលអញ្ចឹងអាមីគឺគាត់ថាទៅរករឿងលោកគ្រូហ្នឹងគឺថាអត់ទេតថែមរហូតណាគាត់ថាមានវគ្គក្រោយទៀត2សប្តាហ៍ត្រូវឲ្យលោកគ្រូលក្ខណៈ2សប្តាហ៍មួយសប្តាហ៍2ទៅ2ដងទៅជួបគាត់ហើយបងប្អូននឹងស្រាប់ហើយទៅម្ដងត្រូវធ្វើមិនដូចអ្វីដែលគាត់ស្នើសុំអញ្ចឹងពេលហ្នឹងគឺអាមីត្រូវព្រមទៅតាមអ្វីដែលលោកគ្រូស្នើសុំហ្នឹងអញ្ចឹងទៅអគុំវិឡាហើយចាំមីដោយសារតែគាត់ស្រឡាញ់ប្តីទៀតបងប្អូនខ្ញុំមកនិយាយអញ្ចឹងគាត់ស្រឡាញ់ងប់ញោខ្លាំងពេកណាគាត់ក៏ធ្វើតាមលោកគ្រូនឹងទៀតតោះតែពេលវគ្គសាក្រោយគឺវាអត់បានផលមកវិញទៀតគាត់ក៏បានហៅពិសីនេះដែលថាជាមិត្តភក្តិរបស់គាត់ទៅសួរលោកគ្រូហ្នឹងក៏ទៅដល់គឺបាត់ទៅហើយបងប្អូនលក្ខណៈថាគាត់លាលោកគ្រូធំបាត់ហើយលោកគ្រូធំថាកូនសិស្សរបស់គាត់បានគេហៅសាក់អញ្ចឹងណាសាក់ទៅនៅស្រុកកណ្ដាលវិញបាត់ហើយតទៅពេលហ្នឹងលោកគ្រូធំគាត់ដឹងគាត់អត់ដឹងទេគាត់ដឹងថាមូលហេតុអីមានរឿងអីបានជាមករកគាត់ឲ្យទឹកភ្នែកទឹកសបោអីចឹងណាពេលហ្នឹងគឺលោកគ្រូធំក៏បានប្រាប់ថាគាត់បានសាក់តាំងពីថ្ងៃដែរលោកកូនមកពីការអាទិត្យមុនទៀតអញ្ចឹងគាត់បានទៅស្រុករបស់គាត់បាត់ហើយស្រុករបស់គាត់នៅពោធិ៍សាត់គាត់ក៏មិនដឹងថាគាត់នៅពីភូមិណាស្រុកណាពោធិ៍សាត់គាត់ហ្នឹងគឺជាកូនសិស្សរបស់គាត់ដោយគាត់ជាប់អំពើគេអីចឹងណាហើយគាត់មកដោះពេលដែលជាហើយគាត់ក៏ចង់រៀនពីលោកគ្រូធំអញ្ចឹងទៅអញ្ចឹងធ្វើឲ្យពិសីគឺកាន់តែពិបាកចិត្តមែនទេនឹងបងពីកាន់តែពិបាកជន់ពិបាកអញ្ចឹងមិនថាបងតារ៉ូគាត់ថាខ្សែរឿងមួយនេះគឺចង់តាមឬក៏រំលឹកដល់បងក៏ដូចជាបងប្អូនស្រីទាំងអស់គ្នាមុននឹងធ្វើអ្វីមួយគឺត្រូវពិចារណាមែនទែនខ្ញុំចេះតែជឿគេផ្ដេសតែផ្ដាស់ហើយណាបងប្អូនអញ្ចឹងគាត់ថានេះគ្រាន់ជាសារមួយសម្រាប់ដាស់តឿនទៅកាន់បងស្រីទាំងអស់គ្នាហើយស្អីរឿងនេះក៏ខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកជាចុងក្រោយគឺគ្មានអីក្រៅពីបងតារ៉ូគាត់មករកប្រពន្ធរបស់គាត់វិញដោយគាត់ចប់ការងាររបស់គាត់ហ្នឹងឯងហើយគាត់ក៏មិនបានត្រូវអំពើត្រូវអីណាដែរហើយគាត់ថាគាត់តាំងពីដែលគាត់ចាប់ដៃស្រឡាញ់ប្រពន្ធរបស់គាត់មកណាចូលឡើង10ឆ្នាំហ្នឹងគឺគាត់មិនដែលមានគិតកំណត់ថាចង់មានអ្នកថ្មីឬក៏ចង់ឲ្យអ្នកទៅខាងក្រៅអីដែរគាត់មិនដែលទេហើយគាត់ចង់ឲ្យបងផ្សេងៗទាំងអស់គ្នាខ្ញុំយកគំរូតាមប្រពន្ធរបស់គាត់អីនេះគ្រាន់ជាការសារមួយដាស់តឿនចែករំលែកទៅកាន់ប្រិយមិត្តទាំងអស់គ្នាផងដែរហើយក៏ខ្ញុំគាត់ថាជាសាច់រឿងមួយដែលល្អក្នុងការអប់រំទៅកាន់បងផ្សេងៗជាតែគឺក្មេងៗចកក្រោយក៏ដូចជាបងៗដែលសិស្សសិស្សយើងត្រូវគិតអីវែងឆ្ងាយខំប្រឹងរៀនខំប្រឹងសិក្សាហើយនឹងមើលថាឪពុកម្ដាយរបស់យើងឲ្យបានល្អមក
ហើយយើងមានអីក្រៅពីការខំរៀនទេបងប្អូនបើសិនយើងរៀនទៅបានចេះចំណេះដឹងទៅក៏យើងយល់ទៅតាមអ្វីដែរស្ថានភាពដែលយើងបានជួបឬក៏ហេតុការណ៍ដែលយើងបានជួបទៅបងប្អូនហ្នឹងហើយអញ្ចឹងសាច់រឿងមួយនេះក៏មានតែប៉ុណ្្នឹងទេសម្រាប់ចែកកម្លែកទៅកាន់បងប្អូនអ្នកនេះហើយបើសិនជា admin មានការនិយាយទៅមានខុសឆ្គងនៅត្រង់ចំណុចណាក៏សូមកាន់តែពេលទោសទុកជាមុនផងហើយរាល់វីដេអូទាំងអស់គឺ admin គ្រាន់តែចង់ចែកកម្លែកចំណេះដឹងខ្លះណាដើម្បីទៅកាន់បងប្អូនអ្នកនេះទេមិនមានគោលបំណងអ្វីក្រៅពីចែកកម្លែកចំណេះដឹងនិងការអប់រំតែប៉ុណ្ណោះឯងហ្នឹងហើយអរគុណជួបគ្នាវីដេអូក្រោយ